នៅពេលនេះផ្លូវថ្មើរជើង Walk Street កំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងដែលល្បីរហូតដល់ក្រៅប្រទេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗលើពិភពលោករដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនៅពេលចំនួនប្រជាប្រដ្ឋនៅផ្លូវថ្មើរជើង Walk Street កើនឡើងឥតឈប់ឈរឥឡូវនេះចំនួនប្រជាប្រដ្ឋមកលេងកម្សាន្តនៅផ្លូវថ្មើរជើងកាន់តែកើនឡើងក៏កើតមានបញ្ហាខ្វះចន្លោះខ្លះបញ្ហាការលក់ដូរបញ្ហាចំណតនិងបញ្ហាបរិស្ថានត្រូវតែធ្វើការកែលម្អក្រោមការដឹកនាំនិងការយកចិត្តទុកដាក់ពីឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលតែងតែយកចិត្តទុកដាក់ទៅលើការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនៅផ្លូវថ្មើរជើង Wall Street ការកំណត់ចំនួនស៊ីក្លូឲ្យចូលផ្លូវថ្មើរជើងតែ14គ្រឿងក្នុងមួយថ្ងៃសៅរ៍និងអាទិត្យដោយឆ្លាស់គ្នាសម្រាប់ចូលដឹកភ្ញៀវដែលលំបាកក្នុងការធ្វើដំណើរចំពោះបញ្ហាធុងសំរាមដែលរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យដាក់លើផ្លូវថ្មើរជើង Walk Street ទេគឺត្រូវដាក់លើចិញ្ចើមផ្លូវតែអ្នកលក់ដូរតែងរុញចេញដើម្បីញែកកន្លែងសម្រាប់លក់ដូរសូមជម្រាបជូនថាមកដល់ពេលនេះផ្លូវថ្មើរជើង Walk Street មានអាយុ15សប្តាហ៍ហើយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍បានឲ្យដឹងពីការរៀបចំពិធីបើកជាផ្លូវការឆ្នាំទេសចរណ៍កម្ពុជាចិន2025ដែលក្រុងធ្វើឡើងពីថ្ងៃទី23ដល់ថ្ងៃទី25ខែឧសភាឆ្នាំ2025ខាងមុខនេះដែរនៅក្នុងនោះនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យទី24និង25ឧសភាព្រឹត្តិការណ៍នេះនឹងមានការសម្ដែងទស្សនីយភាពសិល្បៈរួមគ្នាកម្ពុជាចិនសម្រាប់មហាជនទស្សនានៅបរិវេណសួនច្បារដេជោមាសដេជោយ៉តតាមបណ្ដោយផ្លូវថ្មើរជើងមាត់ទន្លេចតុមុខ Walk Street